សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើសាច់បៀកនំប៉័ងឲ្យជូនបងប្អូនទស្សនាយើងលីងខ្ទឹមហើយយើងដាក់សាច់ជ្រូកច្រាំយើងចូលយើងដាក់ប្រេងខ្យងស្ករប៊ីចេងតិចទៅម្រេចផងបងប្អូនផ្លេចដាក់ម្រេចហើយយើងចាក់ទឹកស្អ៊ីវតិចឲ្យអំបិលរ៉ូឌីបន្តិចទៅហ្នឹងហើយទឹកស្អ៊ីវទៅវាឈ្ងុយយើងដាក់ហើយយើងលីងវាឲ្យទឹកឆ្អិនហើយយើងដាក់ខកំប៉ុងយើងចូលដាក់ខកំប៉ុងហើយយើងជ្រុញវាឲ្យវាម៉ត់ចូលជាមួយសាច់ជ្រូកណាយើងជ្រុំវាចឹងទៅបងប្អូនមើលតាមវីដេអូនេះទៅណានេះខ្ញុំបង្ហាញពីការធ្វើសាច់បៀកនំប៉័ងពេលវាឆ្អិនហើយចាំយើងចាក់ទឹកជាចូលងាស់វាឲ្យវាដាច់ទឹកម្សៅទៀតណាបងប្អូនទស្សនាវីដេអូខ្ញុំហើយធានាថាអាចនឹងចេះធ្វើបងប្អូនមួយចំនួនខ្លះក៏គាត់ចេះហើយដែរ